សម្ដេចតេជោហ៊ុនសែនគាំទ្រការបិទច្រកដូងព្រំដែនកម្ពុជាថៃហើយនេះគឺជាចំណុចមួយក្នុងចំណោម3ចំណុចដែលកម្ពុជាឆ្លើយតបទៅកាន់ប្រទេសថៃដោយប្រើរយៈពេលមិនដល់12ម៉ោងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃកម្ពុជានៅថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចដោយមានខ្លឹមសារទាំងស្រុងថាខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជាថៃនៃខេត្តបាត់ដំបងថៃដឹកជញ្ជូនផ្លែឈើរាប់រយឡាននៅក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃនេះក៏ស្ទះនៅព្រំដែនក្រោយកម្ពុជាបិទសូមបងប្អូនជាកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញនៅពេលណាដែលច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទយើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានដល់ការរកស៊ីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ3ប៉ុណ្ណោះគឺទី1ឈប់ទិញអ៊ីនធឺណិតទី2ឈប់ឲ្យបញ្ចាំងរឿងថៃក្នុងទឹកដីកម្ពុជានិងទី3បិទច្រកដូងដែលមានផលប៉ះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើនេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់12ម៉ោងរបស់កម្ពុជា